ជំរាបសួរក៏ដូចជាសួស្តីដល់អ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីជួយជាមួយនឹងខ្ញុំទៀតហើយថ្ងៃនេះមុនឯងខ្ញុំមកនិយាយទៅជាមួយនឹងការ add ឈ្មោះ add អាយុជាមួយនឹង position ហើយយើងអាច store វានៅលើ local storage ហើយនឹងអាច delete វាបានដោយប្រើប្រាស់ view អញ្ចឹងឥឡូវនេះគឺជា interface របស់ខ្ញុំបន្តមកយើងទៅមើល code របស់យើងថាយើងសរសេរអីខ្លះដើម្បីបានវាអញ្ចឹងដំបូងយើងមានពីរ file ទី1 list file ទី2 app អញ្ចឹងយើងនៅក្នុង app នេះយើងត្រូវបង្កើត input 3ជាមួយនឹងប៊ូតុងមួយដើម្បីប៊ូតុងហ្នឹងដើម្បី add user នឹងបានអញ្ចឹងinput យើងត្រូវប្រើ vModel ដើម្បី input វាបានឥឡូវយើងបង្កើតអាហ្នឹងហើយយើងត្រូវការលូកទិន្នន័យដើម្បីយកមកប្រើប្រាស់អញ្ចឹងទិន្នន័យវាមាននៅក្នុង list នេះអញ្ចឹងនៅក្នុង list ហ្នឹងយើងត្រូវលូកapp នេះត្រូវលូកទិន្នន័យពីក្នុង list ហ្នឹងយកមកប្រើប្រាស់អញ្ចឹងយើងលូកកន្លែងនេះគឺជាកន្លែងយើងលូកយកទិន្នន័យពី list មកបន្ទាប់ពីយើងលូកយកមកហើយយើងត្រូវប្រកាសvariable 4ដើម្បីធ្វើការ add និង store វាទុកអញ្ចឹងយើងប្រកាស user មួយដែលជា array ដើម្បី store ចាប់ដើម្បី store ទុកហើយជាមួយ name age position បន្ទាប់ពីយើងប្រកាសហើយយើងត្រូវប្រកាស function មួយទៀតដែលមានឈ្មោះថា add list ហ្នឹងអញ្ចឹងយើងដាក់លក្ខខណ្ឌឲ្យវាមកបើសិននៅពេលដែលយើងអត់ដែលយើងបញ្ចូលឈ្មោះអាយុហើយនឹង position ហ្នឹងបើសិនយើងបញ្ចូលទៅមិនជាឈ្មោះអស់ហ្នឹងវានឹងចេញ mistake បែបនេះហើយតមកយើងត្រូវភូទិន្នន័យដែលយើងបញ្ចូលទៅក្នុង add list ហ្នឹងទាំងអស់ហ្នឹងទៅក្នុង user នេះដែលយើងបានប្រកាសមុនហ្នឹងអញ្ចឹងយើងត្រូវភូទិន្នន័យដែលយើងបញ្ចូលហ្នឹងចូលទៅក្នុងហ្នឹងបន្ទាប់ហើយយើងadd ឈ្មោះឬក៏ add user នឹងចូលឲ្យអស់ហើយអញ្ចឹងយើងមិនត្រូវ store វាទៅអត់អញ្ចឹងយើងត្រូវមាន on mon នឹងដើម្បីធ្វើការ store ទិន្នន័យហ្នឹងទៅកាន់ local storage អញ្ចឹងយើងប្រកាសមកមាន variable មួយឈ្មោះអញ្ចឹងមកហើយយើងដាក់លក្ខខណ្ឌឲ្យវាមកអញ្ចឹងអាហ្នឹងសម្រាប់ store ទិន្នន័យដែលយើងបាន add ចូលwatch នេះយើងបង្ហាញពីទិន្នន័យដែលយើងបានបញ្ចូលហើយដូចជាឧទាហរណ៍យើងបញ្ចូល user មួយអញ្ចឹងវានឹងបង្ហាញថាយើងបានបញ្ចូល user អីគេអញ្ចឹងណាយើងបង្ហាញ user ដែលយើងបានបញ្ចូលហើយអញ្ចឹងបន្ទាប់ពីយើងបញ្ចូលហើយយើង store ហើយគឺយើងអាច delete វាបានដែរអញ្ចឹងដើម្បី delete បានយើងគឺត្រូវការ prop វាយកមក delete យើងត្រូវដាក់ prop វានៅក្នុង delete ដាក់ delete នៅក្នុង prop នេះមួយមកបន្តមកimage នេះយើងប្រើដើម្បីពីកូនទៅមេអញ្ចឹងយើងប្រកាស function មួយមកដើម្បី delete អញ្ចឹងនៅពេលដែលយើង prop នៅក្នុងហើយយើងក៏ត្រូវដាក់នៅក្នុងនេះដែរដើម្បីឲ្យយើងធ្វើការលុប delete នឹងបានអញ្ចឹងកូដរបស់ខ្ញុំគឺមានតែប៉ុណ្ណឹងដើម្បីកុំឲ្យវីដេអូរបស់យើងវែងពេកអញ្ចឹងយើងអាចបានបញ្យល់ក្បោះក្បាយល្អពេកទេគឺបានតែប៉ុណ្ណឹងអញ្ចឹងយើងមកធ្វើការ add ជាមួយគ្នាទាំងអស់គ្នាឥឡូវខ្ញុំធ្វើការ add ទិន្នន័យចូលហើយយើង add មកនេះទិន្នន័យដែលយើង add ហើយបន្តមកយើងអាច add បានច្រើនទៀតយើងចង់ add ទិន្នន័យអីក៏បានយើងចង់ add ប្រហែលក៏បានដែរតាមអីដែលយើងចង់ add បន្ទាប់ពីយើង add មកហើយយើងក៏អាច delete វាបានដែរអញ្ចឹងយើងគ្រាន់ចុចប៊ូតុង delete នេះមកចុចមកវាបាត់ហើយអញ្ចឹងនៅពេលហ្នឹងយើងចង់ដឹងថាយើងអាច store វាបានអត់អញ្ចឹងយើង refresh វាមកអញ្ចឹងទិន្នន័យហ្នឹងវាអត់បាត់ទេអញ្ចឹងមានថាយើង store វាបានដោយជោគជ័យហើយក៏យើងធ្វើវាបានដោយជោគជ័យដែរអញ្ចឹងចំពោះវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណឹងអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះសង្ឃឹមថាអ្នកនរគ្នានឹងពេញចិត្តអរគុណបាយបាយ